ដូនតាខ្មែរយើងរស់នៅបែបណាមុនពេលមានឈ្មោះថាប្រទេសកម្ពុជាសម័យបុរេប្រវត្តិសាស្ត្រគឺជាឫសគល់ដំបូងបំផុតដូនតាយើងរស់នៅតាមរូងភ្នំដូចជាល្អាងស្ពាននិងភ្នំឈើខ្ចាំងក្នុងយុគសម័យនោះយើងចេះប្រើឧបករណ៍ថ្មចេះធ្វើកុលាលិភាជនិងចេះស្លលោហៈធ្វើជាគ្រឿងអលង្ការតាំងពីជាង 6000 ឆ្នាំមុនមកម្លេះនេះគឺជាចំណុចចាប់ផ្ដើមនៃអរិយធម៌ខ្មែរតើអ្នកដឹងអ្វីខ្លះអំពីសម័យបុរេប្រវត្តិសាស្ត្រមួយនេះសូមខមមិនប្រាប់ខ្ញុំផងសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់តើអ្នកដឹងទេថាអាណាចក្រដំបូងបង្អស់នៅអាស៊ីអាគ្នេយ៍គឺជាអាណាចក្រអ្វីនោះគឺអាណាចក្រសម័យហ្វូណនឬក៏សម័យនគរភ្នំចាប់ផ្ដើមសតវត្សទី1តាមរយៈរឿងព្រេងព្រះថោងនិងនាងនាគសម័យនេះខ្មែរខ្លាំងខាងពាណិជ្ជកម្មសមុទ្រមានកំពង់ផែអូកែវដល់3ល្បាញនិងគឺជាពេលដែលយើងចាប់ផ្ដើមទទួលឥទ្ធិពលសាសនានិងអក្សរសាស្ត្រពីឥណ្ឌាសម័យបន្ទាប់គឺជាសម័យចេនឡាតើអ្នកចង់ដឹងថាមានរឿងអ្វីកើតឡើងសូម follow ម្នាក់មួយផងសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់ក្រោយសម័យនគរភ្នំតើមានអ្វីកើតឡើងនោះគឺសម័យចេនឡាសម័យនេះចាប់ផ្ដើមឡើងនៅសតវត្សទី6អ្វីដែលពិសេសគឺសម័យចេនឡាបានបែងចែកជាពីរគឺចេនឡាទឹកលិចនៅតំបន់វាលទំនាបនិងចេនឡាគោកនៅតំបន់ភ្នំទោះមានចំនួនផ្ទៃក្នុងក៏ប៉ុន្តែសម័យនេះបានបន្សល់ទុកនៅប្រាសាទឥដ្ឋដ៏អស្ចារ្យដូចជាប្រាសាទសម្បូរព្រៃគុកជាដើមចុះធ្វើបែបម៉េចទើបខ្មែររួបរวมគ្នាវិញចាំមើលនៅសម័យអង្គរនៅវីដេអូបន្ទាប់សូមកុំភ្លេច follow ម្នាក់មួយផងសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់នេះគឺជាយុគសម័យដែលខ្មែរខ្លាំងបំផុតនិងរុងរឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រនោះគឺសម័យអង្គរចាប់ផ្ដើមក្នុងឆ្នាំ802ដោយព្រះបាទជ័យវរ្ម័នទី2ជាសម័យកាលដែលដូនតាយើងសាងសង់អច្ឆរិយវត្ថុអង្គរវត្តនិងប្រាសាទរាប់ពាន់ទៀតអាណាចក្រខ្មែរនៃសម័យនោះមានទឹកដីធំធេងគ្រប់ដណ្ដប់ស្ទើរតែពីពេញអាស៊ីអាគ្នេយ៍ទាំងមូលតើមានមោទនភាពដែរទេដែលកើតមកជាកូនខ្មែរសូមខមមិនពាក្យថាមោទនភាពម្នាក់មួយផងសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់មានមូលហេតុអ្វីដែលខ្មែរសម្រេចចិត្តបោះបង់ចោលរាជធានីអង្គរមករាជធានីចតុមុខវិញក្រោយឆ្នាំ1431ព្រះបាទពញាយ៉ាតបានផ្លាស់រាជធានីមកតំបន់ទន្លេ4មុខគឺភ្នំពេញសពថ្ងៃនេះសម័យនេះគឺជាការចាប់ផ្ដើមនៃយុគសម័យថ្មីដើម្បីគេចចេញពីការយាយីរបស់សត្រូវនិងដើម្បីពង្រីកពាណិជ្ជកម្មផ្នែកផ្លូវទឹកផងដែរអ្នកដឹងទេថាភ្នំពេញត្រូវបានកសាងដំបូងនៅក្នុងសម័យនេះសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់ទៀតបន្ទាប់ពីសម័យអង្គរគឺសម័យដែលខ្មែររុងរឿងនិងខ្លាំងពូកែម្ដងទៀតគឺសម័យលង្វែកដឹកនាំដោយព្រះបាទច័ន្ទរាជាលង្វែកគឺជាបន្ទាយសឹកដ៏រឹងមាំនិងគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយផងដែរប៉ុន្តែរឿងដែលសោកស្ដាយបំផុតនោះគឺការបាត់បង់បន្ទាយនេះទៅសត្រូវដោយសារតែល្បិចបាចប្រាក់ដូងនៅក្នុងរបងគុំឫស្សីមេរៀនលង្វែកបង្រៀនយើងឲ្យស្គាល់ពីតម្លៃនៃសាមគ្គីភាពវីដេអូក្រោយនឹងបង្ហាញពីសម័យឧដុង្គសូមកុំភ្លេចរងចាំតាមដានសូមអរគុណមុនពេលភ្នំពេញក្លាយទៅជារាជធានីអចិន្ត្រៃយ៍តើទីក្រុងខ្មែរស្ថិតនៅឯណានោះគឺស្ថិតនៅភ្នំឧដុង្គសម័យឧដុង្គមានរយៈពេលជាង200ឆ្នាំវាគឺជាយុគសម័យដ៏លំបាកដែលខ្មែរស្ថិតនៅចន្លោះឥទ្ធិពលសៀមនិងយួនប៉ុន្តែឧដុង្គគឺជារាជធានីនៃវប្បធម៌និងសាសនាដែលមានព្រះមហាក្សត្រជាច្រើនអង្គបានខិតខំថែរក្សាអត្តសញ្ញាណជាតិឲ្យនៅគង់វង្សសម័យឧដុង្គបានបញ្ចប់នៅពេលដែលបារាំងចូលមកសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់ទៀតជិត90ឆ្នាំដែលកម្ពុជាស្ថិតក្រោមការត្រួតត្រារបស់បារាំងតើមានអ្វីកើតឡើងខ្លះ
ចាប់ផ្ដើមនៅក្នុងឆ្នាំ 1863 ព្រះបាទនរោត្តមបានសម្រេចចិត្តចុះហត្ថលេខាលើសន្ធិសញ្ញាអាណាព្យាបាលដើម្បីការពារទឹកដីពីការឈ្លានពានបារាំងបាននាំមកនូវការប្រែប្រួលជាច្រើនដូចជាការកសាងផ្លូវថ្នល់ស្ពាននិងសាលារៀនប៉ុន្តែខ្មែរក៏ត្រូវបាត់បង់ឯករាជ្យភាពរបស់ខ្លួនផងដែរតើអ្នកដឹងទេថាខ្មែរទទួលបានឯករាជ្យនៅឆ្នាំណាសូមខមមិនប្រាប់ខ្ញុំផងសូមអរគុណជួបគ្នានៅសម័យបន្ទាប់ទៀតកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុនដែរនោះគឺកំឡុងសង្គ្រាមលោកលើកទី2នៅឆ្នាំ 1941 កងទ័ពជប៉ុនបានចូលមកកាន់កាប់កម្ពុជាទោះបីជាបារាំងនៅតែមានវត្តមានខ្លះក៏ប៉ុន្តែអំណាចពិតប្រាកដគឺស្ថិតនៅលើដៃរបស់ជប៉ុនសម័យកាលដ៏ខ្លីនេះបានដុតបញ្ឆេះស្មារតីស្នេហាជាតិខ្មែរឲ្យងើបឡើងតស៊ូដើម្បីទាមទារឯករាជ្យពីបារាំងកាន់តែខ្លាំងឡើងក្រោយជប៉ុនចាញ់សង្គ្រាមខ្មែរក៏ឈានទៅរកការទាមទារឯករាជ្យពេញលេញសូមអរគុណជួបគ្នានៅសម័យបន្ទាប់ទៀតសម័យសង្គមរាស្ត្រនិយមគឺជាយុគសម័យមាសរបស់ប្រទេសកម្ពុជាអ្នកដែលដឹកនាំគឺសម្ដេចនរោត្តមសីហនុក្រោយពីទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ 1953 កម្ពុជាបានក្លាយទៅជាកោះសន្តិភាពនិងមានការរីកចម្រើនខ្លាំងលើគ្រប់វិស័យមិនថាវិស័យអប់រំសិល្បៈកីឡាឬសំណង់ស្ថាបត្យកម្មម៉ែយើងសម័យនោះគឺល្បីល្បាញខ្លាំងណាស់នៅអាស៊ីអាគ្នេយ៍តើអ្នកធ្លាប់ឮចម្រៀងសម័យដើមដែរឬទេនោះហើយគឺជាមរតកពិសេសពីសម័យកាលនោះវីដេអូក្រោយនឹងបង្ហាញពីសម័យសាធារណរដ្ឋខ្មែរវិញម្ដងសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់កម្ពុជាធ្លាប់បដូររបបរាជានិយមទៅជាសាធារណរដ្ឋនៅពេលណានោះគឺសម័យលន់នល់បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុនៅឆ្នាំ 1970 កម្ពុជាបានបដូរឈ្មោះទៅជាសាធារណរដ្ឋខ្មែរសម័យនោះប្រទេសកម្ពុជាត្រូវបានធ្លាក់ក្នុងភ្លើងសង្គ្រាមស៊ីវិលយ៉ាងខ្លាំងក្លានិងរងការទម្លាក់គ្រាប់បែកពីបរទេសយ៉ាងធ្ងន់ធ្ងរសង្គ្រាមបានបំផ្លាញអ្វីៗគ្រប់យ៉ាងវីដេអូក្រោយយើងនឹងនិយាយអំពីរបបអាវខ្មៅដ៏គួរឲ្យខ្លាចសូមកុំភ្លេចតាមដានទាំងអស់គ្នាសូមអរគុណប្រវត្តិសាស្ត្រខ្មែររបបខ្មែរក្រហមនេះគឺជាយុគសម័យដ៏ខ្មៅងងឹតបំផុតនិងសោកសៅបំផុតចាប់ផ្ដើមដំបូងគឺថ្ងៃទី 17 មេសា ឆ្នាំ 1975 ក្រោមការដឹកនាំរបស់ប៉ុល ពតក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំ 8 ខែ 20 ថ្ងៃប្រជាជនខ្មែរប្រហែល 3 លាននាក់បានស្លាប់ដោយសារតែរងការអត់អាហារការធ្វើទារុណកម្មនិងការសម្លាប់រង្គាលវាគឺជាមេរៀនដ៏ឈឺចាប់ដែលកូនខ្មែរគ្រប់រូបមិនអាចបំភ្លេចបាននោះទេសូមចូលរួមគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះទាំងអស់វីដេអូក្រោយយើងនឹងនិយាយពីការរស់ឡើងវិញនៃកម្ពុជាសូមអរគុណតើកម្ពុជារស់ឡើងវិញដោយរបៀបណាក្រោយការដួលរលំនៃរបបខ្មែរក្រហមចាប់ផ្ដើមនៅថ្ងៃទី 7 មករាឆ្នាំ 1979 កម្ពុជាត្រូវបានរំដោះនិងបដូរឈ្មោះមកជាសាធារណរដ្ឋប្រជាមានិតកម្ពុជាសម័យនេះគឺជាដំណាក់កាលដែលខ្មែរយើងចាប់ផ្ដើមស្ដារប្រទេសឡើងវិញពីបាត់ដៃទទេទាំងវិស័យអប់រំសាសនានិងសេដ្ឋកិច្ចទោះបីជាត្រូវប្រឈមនឹងទណ្ឌកម្មសេដ្ឋកិច្ចពីបរទេសក៏ដោយនេះគឺជាការចាប់ផ្ដើមនៃជីវិតទី2របស់កម្ពុជាសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់ទៀតតើអ្នកដឹងទេថាមុនមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកម្ពុជាស្ថិតនៅក្នុងសម័យកាលអ្វីនោះគឺសម័យរដ្ឋកម្ពុជាក្នុងឆ្នាំ 1989 កម្ពុជាបានធ្វើការកែតម្រង់រដ្ឋធម្មនុញ្ញនិងបដូរឈ្មោះមកជារដ្ឋកម្ពុជាសម័យនេះគឺជាសម័យកាលអន្តរកាលដ៏សំខាន់សម្រាប់ការផ្សះផ្សាជាតិនិងការចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយពេលរាប់ទសវត្សរ៍នៅកម្ពុជាសន្តិភាពជិតមកដល់ហើយជួបគ្នានៅវីដេអូក្រោយក្នុងសម័យអ៊ុនតាក់តើអ្នកស្គាល់ពាក្យថាអ៊ុនតាក់ដែរឬទេសូមខមមិនប្រាប់ខ្ញុំផងសូមអរគុណអ្នកធ្លាប់ឮពាក្យថាសម័យអ៊ុនតាក់ដែរឬទេតើវាមានន័យដូចម្ដេចចំពោះខ្មែរអ៊ុនតាក់
គឺជាអាជ្ញាប័ណ្ណបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិដែលចូលមកកម្ពុជាដើម្បីរៀបចំការបោះឆ្នោតជាសកលលើកដំបូងក្នុងឆ្នាំ 1993 សម័យនេះគឺជាការបើកទ្វារកម្ពុជាឲ្យស្គាល់នៅរបបប្រជាធិបតេយ្យសេរីពហុបកនិងគឺជាការវិលត្រឡប់មកវិញនៃម្ចាស់ក្សត្រីនិងព្រះមហាក្សត្រខ្មែរសម័យអ៊ុនតាក់បានបញ្ចប់ដោយជោគជ័យចាំមើលសម័យចុងក្រោយដែលយើងកំពុងរស់នៅសប្តាហ៍ថ្ងៃនេះថាមានការប្រែប្រួលអ្វីខ្លះសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់ទៀតពីទឹកដីដែលធ្លាប់តែមានសង្គ្រាមរ៉ាំរ៉ៃមកជាព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះចាប់ផ្ដើមក្រោយការបោះឆ្នោតឆ្នាំ 1993 ខ្មែរបានផ្លាស់ប្ដូរមកប្រើរបបរាជានិយមអាស្រ័យលើរដ្ឋធម្មនុញ្ញវិញក្រោមនយោបាយឈ្នះឈ្នះយើងក៏ទទួលបានសន្តិភាពពេញលេញនិងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ថ្ងៃនេះកម្ពុជាកំពុងតែបង្ហាញខ្លួនលើឆាកអន្តរជាតិដោយមានមោទនភាពនិងស្នាមញញឹមយើងបានបញ្ចប់ការធ្វើដំណើរតាម16សម័យកាលនៃប្រវត្តិសាស្ត្រខ្មែរហើយតើបងប្អូនចង់ឲ្យខ្ញុំនិយាយអំពីប្រធានបទអ្វីបន្តទៀតសូមខមមិនប្រាប់ខ្ញុំផងសូមអរគុណ